ក្នុងឆ្នាំ2011រ៉ូបូតតូចមួយដែលមានច្រវាក់រុញបានវាយចូលទៅក្នុងរន្ធតូចចង្អៀតមួយនៅខាងក្នុងមហាពីរ៉ាមីតវាបានធ្វើដំណើរចម្ងាយ65ម៉ែត្រទៅតាមផ្លូវរួមក្រំដីដែលគ្មានមនុស្សណាម្នាក់អាចចូលទៅរួចឡើយនៅចុងបញ្ចប់នៃផ្លូវរួមក្រំដីកាមេរ៉ារបស់រ៉ូបូតបានទៅប៉ះនឹងផ្ទាំងថ្មមួយដែលមានដៃកាន់ធ្វើពីស្ពាន់ចំនួន2នៅពីក្រោយផ្ទាំងថ្មនោះគឺជាភាពទេស្អាតគ្មាននរណាម្នាក់ដឹងថាមានអ្វីនៅក្នុងភាពទេនោះទេព្រោះរ៉ូបូតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅបន្តទៀតឡើយទ្វារនេះត្រូវបានបិទអស់រយៈពេល4500ឆ្នាំមកហើយអ្នកដែលបានបិទវាច្បាស់ណាស់គឺមិនចង់ឲ្យគេបើកវាវិញឡើយពួកគេមិនមែនមានតែមួយនោះទេនៅជុំវិញពិភពលោកមានទ្វារបន្ទុកនិងកន្លែងខ្ទប់ជាច្រើនដែលត្រូវបានគេបិទជិតដោយចេតនាមិនមែនបាត់បង់មិនមែនត្រូវបានគេបំភ្លេចចោលទេគឺត្រូវបានគេបិទជិតតែម្ដងដោយការខិតខំប្រឹងប្រែងជាមួយនឹងភាពជាក់លាក់ផ្នែកវិស្វកម្មហើយជួនកាលថែមទាំងមានបណ្ដាសាទៀតផងថ្ងៃនេះយើងនឹងបើកសរចំនួន6ប្រភេទនេះមិនមែនបើកដោយផ្ទាល់ទេព្រោះគេមិនអនុញ្ញាតឲ្យយើងធ្វើបែបនោះឡើយប៉ុន្តែយើងនឹងដឹងថាមានអ្វីលាក់កំបាំងនៅពីក្រោយពួកវាហើយសំខាន់បំផុតនោះគឺហេតុអ្វីបានជាមាននរណាម្នាក់មិនចង់ឲ្យយើងចូលទៅមើលទីនោះខ្លាំងម្ល៉េះមនុស្សជាតិជានិច្ចកាតែងតែលាក់ទុកនៅអ្វីដែលពួកគេចាត់ទុកថាមានសារៈសំខាន់ខ្លាំងឬមានគ្រោះថ្នាក់ខ្លាំងជនជាតិអេស៊ីបបានបិទជិបភ្នូហើយលុកបំបត្តិផ្លូវចូលជនជាតិរ៉ូមបានចាក់បេតុងបំពេញទីសក្ការៈបូជាក្រោមដីព្រះសង្ឃនៅសម័យមជ្ឈិមសម័យបានបិទចន្លោះក្នុងជញ្ជាំងដោយទុកសាត្រាស្លឹករឹតដែលផ្ទុយនឹងគោលិតនៅខាងក្នុងយើងធ្លាប់តែគិតថាទ្វារដែលបិទជិតគឺជាការការពារទ្រព្យសម្បត្តិពីពួកចោរប្លន់ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមសិក្សាពីករណីជាក់លាក់ហេតុផលនេះលែងសមស្របទៀតហើយទ្វារខ្លះត្រូវបានគេបិទជិតពីខាងក្នុងខ្លះទៀតត្រូវបានការពារមិនមែនពីពួកចោរទេប៉ុន្តែគឺពីពួកអ្នកវិទ្យាសាស្ត្រហើយខ្លះទៀតត្រូវបានបិទដោយមនុស្សដែលខ្លួនឯងមិនដឹងថាមានអ្វីនៅពីក្រោយនោះទេប៉ុន្តែដឹងច្បាស់ថាវាមិនអាចបើកបានឡើយទ្វារ6ការហាមឃាត់6ហើយគ្មានការពន្យល់ច្បាស់លាស់ណាមួយថាហេតុអ្វីនោះទេដោះចាប់ផ្ដើមជាមួយទ្វារដែលមិនត្រូវបានបិទពីខាងក្រៅប៉ុន្តែត្រូវបានគេចាក់ដីនិងថ្មរាប់តោនពីលើកូពេកលីតេនៅភាគអាគ្នេយ៍នៃប្រទេសទូគីគឺជាសំណង់ប្រាសាទបុរាណបំផុតនៅក្នុងពិភពលោកវាមានអាយុកាល 12,000 ឆ្នាំមកហើយវាចាស់ជាង Stonehenge ចំនួន 7,000 ឆ្នាំចាស់ជាងពីរ៉ាមីតអេស៊ីបចំនួន 8,000 ឆ្នាំវាត្រូវបានសាងសង់ឡើងដោយពួកអ្នកបរបាញ់និងអ្នកប្រមូលផលដែលជាមនុស្សដែលតាមសៀវភៅសិក្សាគឺមិនទាន់ចេះដុតដីឥដ្ឋនៅឡើយទេសសររាងអក្សរដែលមានកម្ពស់ 5 ម៉ែត្រត្រូវបានគ្របដណ្ដប់ដោយចម្លាក់តោខ្ទួយថ្មាតនិងពស់ភាពលម្អិតរបស់វាគឺអស្ចារ្យណាស់រហូតដល់ជាងចម្លាក់សម័យទំនើបក៏ត្រូវច្រណែនដែរប៉ុន្តែចំណុចដែលចម្លែកបំផុតមិនមែនស្ថិតនៅលើអាយុកាលឬភាពប៉ិនប្រសប់នោះទេភាពចម្លែកគឺស្ថិតនៅលើរបៀបដែលវាត្រូវបានបញ្ចប់ទៅវិញកូពេកលីតេមិនត្រូវបានបំផ្លាញឬបោះបង់ចោលនោះទេប៉ុន្តែវាត្រូវបានគេកប់ចោលដោយចេតនាអ្នកសាងសង់បានចាក់ដីបំពេញវាដោយប្រុងប្រយ័ត្នមួយស្រទាប់ម្ដងហាក់ដូចជាកំពុងបញ្ចុះសពសត្វមានជីវិតអញ្ចឹងការស្កេនដោយរ៉ាដាស្ទង់ដីបានបង្ហាញថាគេទើបតែជីកកាយបានតិចជាង 10% នៃបរិវេណទាំងមូលប៉ុណ្ណោះនៅក្រោមដីនៅមានសសរផ្សឹបជួរទៀតដែលរៀបជាវងហើយស្រទាប់នីមួយដែលនៅជ្រៅជាងគឺមានអាយុកាលចាស់ជាងស្រទាប់ខាងលើស្រទាប់ដែលជ្រៅបំផុតគឺជាស្រទាប់ដែលចំណាស់បំផុតនិងស្មុគស្មាញបំផុតហាក់ដូចជាបច្ចេកវិទ្យាមិនបានរីកចម្រើនទេតែបែរជាធ្លាក់ចុះទៅវិញរឿងនេះវាផ្ទុយស្រឡះពីអ្វីទាំងអស់ដែលគេបានបង្រៀនយើងការរីកចម្រើនគួរតែបោះជំហានទៅមុខពីអ្វីដែលសាមញ្ញទៅរកអ្វីដែលស្មុគស្មាញតែនៅទីនេះវាបែរជាផ្ទុយទៅវិញគេសាងសង់អ្វីដែលអស្ចារ្យបែបនេះធ្វើអ្វីបើចុងក្រោយត្រូវកប់វាចោលភ្លាមនោះបើតាមការពន្យល់ជាផ្លូវការគឺជាការបញ្ចុះតាមបែបពិធីសាសនាប៉ុន្តែរាល់ពិធីសាសនាតែងតែមានការពន្យល់តែទីនេះបែរជាគ្មានទៅវិញគ្មានវប្បធម៌ណាមួយនៅក្នុងតំបន់នេះបានបន្សល់ទុកនៅរឿងព្រេងនិទានអំពីមូលហេតុដែលត្រូវលាក់ប្រាសាទនេះឡើយកាលពី 12,000 ឆ្នាំមុនមាននរណាម្នាក់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យទីកន្លែងនេះបាត់រូបរាងមាននរណាម្នាក់បានសម្រេចចិត្តថាវាជាការប្រសើរសម្រាប់មនុស្សជាតិក្នុងការបំភ្លេចវាចោលហើយវាពិតជាបានសម្រេចមែនអស់រយៈពេល 12,000 ឆ្នាំមកនេះឥឡូវនេះយើងចូលទៅក្នុងមហាពីរ៉ាមីតឃីអុបដែលជាសំណង់ដែលគេសិក្សាច្រើនបំផុតនិងអាចកំបាំងបំផុតនៅលើភពផែនដីផ្
ភ្លុកថ្មចំនួន2លាន5សែនដុំកម្ពស់146ម៉ែត្រហើយរហូតមកដល់ពេលនេះនៅតែគ្មានការពន្យល់ណាមួយដែលគួរឲ្យជឿជាក់ថាហេតុអ្វីបានជាគេសាងសង់វាឡើយប៉ុន្តែអាចកំបាំងដ៏ធំបំផុតរបស់ពីរ៉ាមីតមិនមែននៅខាងក្រៅទេគឺវានៅខាងក្នុងរូងដែលមនុស្សមិនអាចចូលទៅរួចនៅក្នុងឆ្នាំ1983វិស្វករជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Rudolf Gantenbrink បានបញ្ជូនរ៉ូបូតមួយទៅក្នុងរូងខាងត្បូងនៃបន្ទប់មហេសីរូងនោះមានទំហំត្រឹមតែ20 គុណនឹង20 សង់ទីម៉ែត្រប៉ុណ្ណោះសូម្បីតែក្មេងតូចក៏មិនអាចចូលទៅរួចដែរវាលាតសន្ធឹងឡើងលើក្នុងចម្ងាយ65ម៉ែត្រហើយទៅទល់នឹងផ្ទាំងថ្មកំបោរដ៏លោងមួយនៅលើផ្ទាំងថ្មនោះមានបង្កប់ដែកស្ពាន់ពីរដែលជាវត្ថុលោហៈតែមួយគត់នៅក្នុងពីរ៉ាមីតទាំងមូលដែលមិនមែនជាឧបករណ៍ប្រើប្រាស់នៅក្នុងឆ្នាំ2011រ៉ូបូតថ្មីមួយទៀតបានឃុំផ្ទាំងថ្មនោះហើយបានបញ្ចូលកាមេរ៉ាទៅខាងក្រោយវានៅពីក្រោយទ្វារទី1គេបានរកឃើញទ្វារទី2ដែលជាផ្ទាំងថ្មដ៏ខាត់មួយទៀតតែមានអ្វីនៅពីក្រោយនោះទៀតរហូតមកដល់ពេលនេះនៅតែជាអាចកំបាំងអាជ្ញាធរអេស៊ីបបានបញ្ឈប់ការស្រាវជ្រាវនេះការពន្យល់គឺថារូងទាំងនោះគឺជាបំពង់ខ្យល់ឬជាផ្លូវនិមិត្តរូបសម្រាប់ប្រលឹងរបស់ផារ៉ាអុងប៉ុន្តែបំពង់ខ្យល់មិនដែលត្រូវបានបិទជិតដោយទ្វារថ្មនិងមានដៃទ្វារធ្វើពីស្ពាន់បែបនេះឡើយវិស្វករដែលបានសិក្សាពីសំណង់នេះបានកត់សម្គាល់ថារូងនេះត្រូវបានធ្វើឡើងដោយភាពហ្មត់ចត់បំផុតដែលមិនចាំបាច់ទាល់តែសោះសម្រាប់បំពង់ខ្យល់ឬសម្រាប់ជានិមិត្តរូបវាចង្អុលចំទៅកាន់ផ្កាយស៊ីរីយូសក្នុងទីតាំងដែលផ្កាយនោះស្ថិតនៅកាលពី4500ឆ្នាំមុននរណាម្នាក់បានសាងសង់ផ្លូវរូងក្រោមដីដោយភាពជាក់លាក់បំផុតតម្រង់វាទៅរកផ្កាយជាក់លាក់មួយបិទជិតដោយទ្វារពីរហើយមិនបានបន្សល់ទុកនៅការពន្យល់សូម្បីតែមួយបន្ទាត់ចូលយើងចុះទៅក្រោមជើងរបស់រូបសំណាកស្ភីងដ៏អស្ចារ្យនៅក្នុងឆ្នាំ1981អ្នកភូមិវិទូ Robert Scotch និងអ្នកជំនាញរញ្ជួយដី Thomas Dobecki បានធ្វើការស្កេនរញ្ជួយដីនៃថ្មនៅក្រោមរូបសំណាកស្ភីងឧបករណ៍បានបង្ហាញពីភាពមិនប្រក្រតីនៅជម្រៅប៉ុន្មានម៉ែត្រក្រោមជើងខាងឆ្វេងមានប្រហោងរាងជាកោណកែងមួយទំហំប្រហែល9 គុណនឹង12 ម៉ែត្រនេះមិនមែនជាប្រហោងធម្មជាតិទេធម្មជាតិមិនបង្កើតមុំកែងទេវាគឺជាបន្ទប់លោក Dobecki ចង់បន្តការស្រាវជ្រាវអាជ្ញាធរអេស៊ីបបានហាមឃាត់ការស្កេនបន្ថែមទៀតការហាមឃាត់នេះនៅតែមានប្រសិទ្ធភាពរហូតមកដល់សព្វថ្ងៃគ្មានអ្នកវិទ្យាសាស្ត្រណាម្នាក់ទទួលបានការអនុញ្ញាតឲ្យទម្លាក់ឧបករណ៍ស្ទង់ចូលទៅក្នុងប្រហោងនេះទេគួររំលឹកផងដែរថារូបសំណាកស្ភីងខ្លួនឯងគឺពោពេញទៅដោយអាចកំបាំងអ្នកភូមិវិទូ Robert Scotch បានបង្ហាញថាស្លាកស្នាមជ្រេះនៅលើដងខ្លួនរបស់វាមិនមែនបង្កឡើងដោយខ្យល់ទេប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំងភ្លៀងបែបនេះមិនដែលកើតមាននៅក្នុងប្រទេសអេស៊ីបយ៉ាងហោចណាស់ 7000 ឆ្នាំមកហើយនេះមានន័យថារូបសំណាកស្ភីងអាចមានអាយុកាលរាប់ពាន់ឆ្នាំចាស់ជាងអ្វីដែលការប្រវត្តិផ្លូវការបានអះអាងអត្ថបទអេស៊ីបបុរាណបានរៀបរាប់អំពីបន្ទប់សម្ងាត់របស់ Thoth ដែលជាកន្លែងផ្ទុកចំណេះដឹងដែលបន្សល់ទុកដោយព្រះអ្នកប្រវត្តិសាស្ត្រអារ៉ាប់នៅសតវត្សទី10បានសរសេរអំពីសាលត្រំដីដែលរក្សាទុកកំណត់ត្រាអំពីផ្កាយនិងចំណេះដឹងរបស់អ្នកដែលរស់នៅមុនពេលទឹកជំនន់យើងអាចចាត់ទុកវាជារឿងព្រេងប៉ុន្តែរឿងព្រេងមិនបង្កើតភាពមិនប្រក្រតីរាងជាកោណកែងនៅលើក្រាហ្វរញ្ជួយដីនោះទេមានអ្វីមួយនៅក្រោមរូបសំណាកស្ភីងហើយនរណាម្នាក់មិនចង់ឲ្យយើងដឹងថាវាជាអ្វីនោះទេចូលយើងចាក់ចេញពីអេស៊ីបហើយធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងទីក្រុងអេក្រាខេជម៉ាហាល់គឺជាវិមានបញ្ចុះសពដែលមនុស្សគ្រប់គ្នាស្គាល់ថ្មម៉ាពណ៌ស្ដំបូររាងមូលនិងភាពស៊ីមេត្រីដ៏ល្អឥតខ្ចោះវិមាននៃសេចក្តីស្រឡាញ់របស់អធិរាជ Shah Jahan ចំពោះភរិយារបស់លោកគឺ Mumtaz Mahal នេះគឺជាអ្វីដែលកំណែផ្លូវការបានលើកឡើងប៉ុន្តែនៅខាងក្នុងអគារនេះមានបន្ទប់ចំនួន22ដែលត្រូវបានចាក់សោចិត្តភ្ញៀវទេសចរមិនដឹងអំពីពួកវាទេហើយអ្នកស្រាវជ្រាវក៏មិនត្រូវបានអនុញ្ញាតឲ្យចូលដែរនៅក្នុងឆ្នាំ1974អ្នកប្រវត្តិសាស្ត្រឥណ្ឌា Purushottam Nageshock បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលដើម្បីទាមទារឲ្យបើកបន្ទប់ទាំងនេះ
លោកបានអះអាងថា Taj Mahal មិនមែនជាវិមានបញ្ចុះមូស្លីមទេប៉ុន្តែជាវាំងហិណ្ឌូដែលត្រូវបានកែប្រែជាប្រាសាទរបស់ព្រះសិវៈតុលាការបានបដិសេធបន្ទប់ទាំងនោះនៅតែបន្តបិទជិតប៉ុន្តែអំណាចរបស់លោកអុកមិនមែនគ្មានមូលដ្ឋាននោះទេការវិភាគកាបូននៃទ្វារឈើនៅផ្នែកខាងក្រោយនៃអគារបានបង្ហាញថាឈើនោះមានអាយុកាលចាស់ជាងវិមានបញ្ចុះសពចំនួន300ឆ្នាំហេតុអ្វីបានជាមានទ្វារសតវត្សទី14នៅក្នុងអគារសតវត្សទី17នៅក្នុងបន្ទប់ក្រោមដីដែលអ្នកថតរូបម្នាក់ធ្លាប់ត្រូវបានអនុញ្ញាតឲ្យចូលទៅនោះគេឃើញមានច្រកផ្លូវរាងកោងដែលត្រូវបានបិទជិតរូបរាងរបស់វាគឺជាលក្ខណៈស្ថាបត្យកម្មប្រាសាទហិណ្ឌូមិនមែនជាស្ថាបត្យកម្មមូកានោះទេតែបន្ទប់ដែលជាប់សោទាំង22នោះលាក់ទុកអ្វីខ្លះទៅគំនូរលើជញ្ជាំងរូបចម្លាក់ឬជាភស្តុតាងដែលថានិមិត្តរូបនៃប្រទេសឥណ្ឌាមិនមែនជាអ្វីដែលគេធ្លាប់ដឹងនោះមែនទេក្នុងរយៈពេលកន្លះសតវត្សមកនេះមិនទាន់មានរដ្ឋាភិបាលឥណ្ឌាណាមួយហ៊ានឆ្លើយនឹងសំណួរនេះនៅឡើយទេបន្ទប់ទាំងនោះនៅតែបន្តបិទជិតដដែលសោគឺស្ថិតនៅខាងរដ្ឋបាលដែលពួកគេមិនបានធ្វើការអត្ថាធិប្បាយអ្វីទាំងអស់អំពីស្ថានភាពនេះទ្វារទី5គឺជាទ្វារដែលគ្រោះថ្នាក់បំផុតបន្ទប់ផ្ទុកសម្បត្តិ B នៃប្រាសាទ Padmanabhaswamy ក្នុងរដ្ឋកេរឡាភាគខាងត្បូងប្រទេសឥណ្ឌាក្នុងឆ្នាំ2011តុលាការកំពូលបានបង្គាប់ឲ្យបើកបន្ទប់ផ្ទុកសម្បត្តិក្រោមដីចំនួន6នៃប្រាសាទដែលឧទ្ទិសដល់ព្រះវិស្ណុបន្ទប់ផ្ទុកសម្បត្តិ5ត្រូវបានបើកអ្វីដែលនៅខាងក្នុងនោះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរូបចម្លាក់មីដែលមានកម្ពស់ស្មើនឹងមនុស្សបាវដែលពេញទៅដោយពេជ្រខ្សែត្បូងទឹមដែលមានប្រវែងរាប់ម៉ែត្រនិងកាក់មីជាច្រើនដែលអាចដាក់ពេញឡានដឹកទំនិញមួយគ្រឿងតម្លៃសរុបគឺមានចំនួនច្រើនជាង$22,000 លានវាគឺជាកំណប់ទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មានការរកឃើញនៅលើភពផែនដីនេះក្នុងចំណោមរបស់ដែលរកឃើញមានរាជបល្ល័ង្កមាសដែលដាំដោយពេជ្ររាប់រយគ្រាប់និងខ្សែច្រវាក់មាសប្រវែង5ម៉ែត្រកន្លះដែលមានទម្ងន់3គីឡូក្រាមកន្លះកំណប់ទ្រព្យទាំងនេះត្រូវបានសន្សំទុកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយវាត្រូវបានបរិច្ចាគដោយស្ដេចអាជីវករនិងអ្នកធ្វើធម្មយាត្រាមកពីទូទាំងអានុទ្វីបនេះប៉ុន្តែបន្ទប់ផ្ទុកសម្បត្តិទី6គឺបន្ទប់ B មិនត្រូវបានអនុញ្ញាតឲ្យបើកនោះទេទ្វារដែករបស់វាត្រូវបានតុបតែងដោយរូបភាពសត្វពស់វែកចំនួន2តាមរឿងព្រេងនៅពីក្រោយទ្វារនោះមានកំណប់ទ្រព្យដែលសន្សំទុកអស់រាប់ពាន់ឆ្នាំដែលមានតម្លៃចាប់ពី$1ទៅ$2 ទ្រីលៀនពួកបូជាចារ្យប្រាសាទបានថ្លែងថាទ្វារនេះត្រូវបានបិទដោយបណ្ដាសានាគារបានដាំដែលជាត្រាសត្វពស់ហើយអាចដោះចេញបានតែតាមរយៈមន្តអាគមពិសេសប៉ុណ្ណោះតាមសម្ដីរបស់ពួកគេរាល់ការប៉ុនប៉ងបើកវាតាមវិធីផ្សេងទៀតនឹងនាំឲ្យមានមហន្តរាយយ៉ាងធ្ងន់ធ្ងរតុលាការកំពូលបានផ្អាកការសម្រេចចិត្តនេះបន្ទប់ផ្ទុកសម្បត្តិ B នៅតែបន្តបិទជិតដដែលលុយរាប់$3 ទ្រីលៀននៅពីក្រោយទ្វារដែលមិនត្រូវបានបើកព្រោះតែពួកបូជាចារ្យនិយាយថាឌឺមិនអាចទេទ្វារចុងក្រោយគឺស្ថិតនៅក្រោមភ្នំលីសានក្នុងប្រទេសចិននៅទីនោះគឺជាកន្លែងបញ្ចុះសពអធិរាជដំបូងបង្អស់នៃប្រទេសចិនដែលបានបង្រួបបង្រួមគឺព្រះចៅឈីមស៊ីហួងទ្រង់គឺជាអ្នកដែលបានសាងសង់មហាកំពែងចិនហើយត្រូវបានបញ្ចុះជាមួយកងទ័ពរូបចម្លាក់ដីដុតចំនួន8,000 នាក់ប៉ុន្តែកងទ័ពរូបចម្លាក់ដីដុតទាំងនោះគ្រាន់តែជាអ្នកយាមនៅមាត់ច្រកជួរប៉ុណ្ណោះចំណែកឯភ្នូផ្ទាល់គឺមិនទាន់ត្រូវបានបើកនៅឡើយទេក្នុងរយៈពេល40ឆ្នាំនៃការធ្វើកំណាយអ្នកបុរាណវិទ្យាមិនទាន់បានឈានទៅមុខគូសពីបរិវេណខាងក្រៅទេអ្នកប្រវត្តិសាស្ត្រស៊ីម៉ាឈៀនដែលបានសរសេរនៅ100ឆ្នាំក្រោយពិធីបុណ្យសពរបស់អធិរាជបានរៀបរាប់ពីអ្វីដែលនៅខាងក្នុងពីដានត្រូវបានរចនាឡើងដោយគ្រាប់គុជឃ្យងដែលតំណាងឲ្យផ្កាយនិងក្រុមតារានិករនៅលើអត្តមានផែនទីចម្លាក់នៃអាណាចក្រទាំងមូលដែលមានទន្លេនិងសមុទ្រធ្វើពីបាតារាវអន្ទាក់ស្នាមមេកានិកនឹងបាញ់ទៅលើអ្នកណាដែលហ៊ានចូលទៅខាងក្នុងអស់រយៈពេលជាយូរមកហើយរឿងនេះត្រូវបានគេចាត់ទុកថាជាការស្រមើស្រមៃប៉ុន្តែនៅក្នុងឆ្នាំ1981អ្នកភូកវិទូបានយកសំណាក់ដីនៅជុំវិញទួលនោះកម្រិតជាតិបារតនៅក្នុងដីត្រូវបានរកឃើញថាខ្ពស់ជាងធម្មតាដល់ទៅ100ដងស៊ីម៉ាឈៀនមិនបានកុហកទេទន្លេដែលធ្វើពីបារតគឺមានពិតមែនរដ្ឋាភិបាលចិនបានហាមឃាត់ការធ្វើកំណាយជាផ្លូវការដើម្បីការពារវត្ថុបុរាណនៅខាងក្នុង
ចំហាយបារតនឹងបំផ្លាញវត្ថុបុរាណនៅពេលប៉ះជាមួយខ្យល់អាកាសបច្ចេកវិទ្យាសម្រាប់ការបើកដោយសុវត្ថិភាពគឺមិនទាន់មាននៅឡើយទេប៉ុន្តែក៏មានមូលហេតុផ្សេងទៀតដែរឈិនស៊ីហ៊ូងបានស្វែងរកភាពអមតៈពេញមួយជីវិតរបស់គាត់បានបញ្ជូនក្រុមរុករកដើម្បីស្វែងរកថ្នាំទិព្វនៃជីវិតអមតៈគាត់បានដុតសៀវភៅនិងសម្លាប់អ្នកប្រាជ្ញដើម្បីគ្រប់គ្រងចំណេះដឹងតែម្នាក់ឯងអ្នកប្រវត្តិសាស្ត្រដឹងថាស្រីស្នំរាប់សិបនាក់និងជាងរាប់រយនាក់ត្រូវបានគេបញ្ចុះទាំងរស់ជាមួយគាត់ដើម្បីកុំឲ្យអាថ៌កំបាំងនៃភ្នូរនេះបែកធ្លាយទៅខាងក្រៅតែគាត់បានបញ្ជាឲ្យបញ្ចុះអ្វីខ្លះជាមួយខ្លួនគាត់តែមានតែផែនទីនិងបារតឬក៏មានអ្វីផ្សេងទៀតដែលស៊ីម៉ាឈៀនមិនហ៊ានសរសេរទ្វារចំនួន6ប្រវត្តិសាស្ត្រ 12,000 ឆ្នាំនិងទ្វីបចំនួន4ហើយនេះគឺជាអ្វីដែលផ្សារភ្ជាប់ពួកគេទាំងអស់គ្នាក្នុងករណីនីមួយការហាមឃាត់មិនឲ្យបើកគឺមិនមែនមកពីចោរប្លន់ឬពេលវេលានោះទេប៉ុន្តែគឺមកពីអ្នកមានអំណាចរដ្ឋាភិបាលអេស៊ីបហាមឃាត់ការជីកកកាយនៅក្រោមរូបសំណាកស្ភីងតុលាការឥណ្ឌាហាមឃាត់ការបើកបន្ទប់ផ្ទុកសម្ងាត់បេប្រទេសចិនហាមឃាត់ការបើកភ្នូរការពន្យល់តែងតែស្ដាប់ទៅសំហេតុផលការរក្សាវត្ថុបុរាណជំនឿសាសនានិងការខ្វះខាតបច្ចេកវិទ្យាការហាមឃាត់នេះមួយមើលទៅហាក់ដូចជាសំហេតុផលប៉ុន្តែការហាមឃាត់ទាំង6ជាប់គ្នាគឺជាគំរូមួយទៅហើយនៅពេលដែលអាជ្ញាធរផ្សេងគ្នាទាំង6នៅលើទ្វីបទាំង4សម្រេចចិត្តដូចគ្នាដោយឯករាជ្យថាមិនបើកវាមិនមែនជារឿងចៃដន្យឲ្យគេទេចុះបើនៅពីក្រោយទ្វារទាំងនេះមិនមែនជាទ្រព្យសម្បត្តិប៉ុន្តែជាចំណេះដឹងមិនមែនជាមាសប៉ុន្តែជាព័ត៌មានដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រគោបេក្លីថេប៉េត្រូវបានគេកប់នៅក្នុងសម័យកាលដែលអក្សរសាស្ត្រមិនទាន់មាននៅឡើយវិធីតែមួយគត់ដើម្បីរក្សាចំណេះដឹងដ៏គ្រោះថ្នាក់គឺការលាក់វាទុកនិងបញ្ចុះវានៅក្រោមដីរាប់តោនពីរ៉ាមីតត្រូវបានបិទជិតនៅក្នុងអរិយធម៌មួយដែលឆ្លុះវង្វេងនឹងជីវិតបន្ទាប់ពីស្លាប់ប៉ុន្តែសូម្បីតែផារ៉ាអុងដែលសោយទីវង្គតទៅហើយក៏មិនត្រូវបានអនុញ្ញាតឲ្យដឹងថាមានអ្វីនៅពីក្រោយទ្វារទី2ដែរឃ្លាំង3មិនមែនការពារដោយជញ្ជាំងទេតែគឺដោយភាពភ័យខ្លាចបណ្ដាសាមានប្រសិទ្ធភាពជាងសោព្រោះសោគេអាចកោះបានតែបណ្ដាសាវិញយើងមិនអាចដឹងឡើយបើមិនបើកទ្វារវិជាការលើកឡើងដ៏សំហេតុផលមួយបន្ទប់ដែលបិទជិតភាគច្រើននៅពេលបើកទៅគឺទេស្អាតដូចជាករណីភ្នូរបុរាណអេស៊ីបរាប់សិបកន្លែងអញ្ចឹងពួកចៅលួចភ្នូរបានទៅដល់ទីនោះរាប់ពាន់ឆ្នាំមុនពួកអ្នកបុរាណវិទ្យាទៅទៀតដូចគ្នានឹងបន្ទប់សម្ងាត់រាប់រយនៅក្នុងប្រាសាទនានាដែរនៅពីក្រោយជញ្ជាំងគេឃើញតែភាពទេឬក៏កំទេចកំទីសំណង់តែប៉ុណ្ណោះភាពអាថ៌កំបាំងនៃទ្វារដែលបិទជិតតែងតែលាបាត់នៅចំពោះមុខការពិតជាញឹកញាប់នៅពីក្រោយទ្វារនោះគឺគ្មានអ្វីទាំងអស់ការស្រមៃរបស់យើងគិតដល់ទ្រព្យសម្បត្តិនិងចំណេះដឹងសម្ងាត់ប៉ុន្តែអ្នកបុរាណវិទ្យាបែរជាជួបតែធូលីនិងលាមកកណ្ដុរទៅវិញនេះជាការលើកឡើងដ៏ត្រឹមត្រូវប៉ុន្តែវាមិនអាចពន្យល់ពីបារតនៅក្រោមភ្នូររបស់អធិរាជឈីមស៊ីហ៊ូងបានឡើយវាក៏មិនអាចពន្យល់ពីមាសប្រាក់តម្លៃ 22,000 លានដុល្លារក្នុងឃ្លាំងទាំង5ក្រោមប្រាសាទប៉ាត់ម៉ាណាបាស្វាមីនិងការបដិសេធមិនព្រមបើកឃ្លាំងទី6នោះដែរវាក៏មិនអាចពន្យល់ពីភាពមិនប្រក្រតីរាងចតុកោណនៅក្រោមរូបស្ភីងដែលឧបករណ៍អានីមីហ្វេបានរកឃើញនោះដែរទ្វារទាំងនេះមិនមែនជារឿងព្រេងទេពួកវាមានពិតមែនហើយនេះហើយជាមូលហេតុដែលការហាមឃាត់មិនឲ្យបើកពួកវាធ្វើឲ្យយើងបារម្ភខ្លាំងទ្វារទាំង6នេះបានចោទជាសំណួរដែលមកកាន់មនុស្សជាតិដែលយើងតែងសួរខ្លួនឯងតាំងពីចេះគិតម្លេះតើអ្វីដែលគ្រោះថ្នាក់ជាងរវាងការដឹងនិងការមិនដឹងអ្នកសាងសង់ Göbekli Tepe បានសម្រេចចិត្តថាចំណេះដឹងត្រូវតែបញ្ចុះក្នុងដីស្ថាបត្យករពីរ៉ាមីតបានបិទវាជិតនៅពីក្រោយផ្ទាំងគម្ពីរក្នុងរូងដែលមនុស្សមិនអាចចូលរួចពួកបូជាចារ្យនៅក្រោមប្រាសាទប៉ាត់ម៉ាណាបាស្វាមីបានដាក់បណ្ដាសាលើវាអធិរាជឈីនស៊ីហ៊ូងបានចាក់បំពេញវាដោយបារតដែលជាថ្នាំពោធិ៍សម្រាប់មនុស្សគ្រប់គ្នាដែលហ៊ានចូលទៅជិតអរិយធម៌ទាំង4ដែលនៅឆ្ងាយពីគ្នារាប់ពាន់ឆ្នាំបានឈានដល់សេចក្តីសន្និដ្ឋានតែមួយមានរឿងខ្លះដែលគួរតែរក្សាទុកជាការសម្ងាត់រហូតយើងកំពុងរស់នៅក្នុងយុគសម័យមួយដែលជឿជាក់លើរឿងផ្ទុយពីនេះយើងជឿជាក់ថាទ្វារគ្រប់យ៉ាងត្រូវតែបើកហើយអាថ៌កំបាំងគ្រប់យ៉ាងត្រូវតែលាតត្រដាង
យើងបំផ្លែងឯកសារទៅជា digital បើក៏កាយឯកសារសម្ងាត់និងផ្សព្វផ្សាយពីសែនរបស់មនុស្សយើងជឿថាព័ត៌មានគឺជាអ្វីដែលល្អហើយកាលណាយើងដឹងកាន់តែច្រើនយើងនឹងរស់នៅកាន់តែមានសុវត្ថិភាពប៉ុន្តែមនុស្សសម័យបុរាណមិនបានគិតបែបនេះទេពួកគាត់បានចំណាយធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ថ្មរាប់តោនដេររាប់តោននិងបាររាប់តោនដើម្បីបិទភ្លើងមិនឲ្យចូលទៅដល់អ្វីមួយមិនមែនដើម្បីមីទេមីគេអាចលាក់ទុកតាមវិធីងាយជាងនេះគឺដើម្បីអ្វីម្យ៉ាងដែលគ្រោះថ្នាក់ជាងមាសទៅទៀតចុះបើអ្នកដែលបានបិទចិត្តទ្វារទាំងនោះដឹងពីរឿងអ្វីម្យ៉ាងដែលយើងមិនដឹងវិញចុះបើទ្វារខ្លះត្រូវបានបិទមិនមែនដោយសារតែនៅពីក្រោយវាគ្មានអ្វីសោះនោះទេតែគឺដោយសារតែអ្វីដែលនៅទីនោះជាអ្វីដែលយើងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនៅពេលនេះនៅក្រោមជើងរបស់ Sphinx មានបន្ទប់សម្ងាត់មួយដែលគ្មាននរណាម្នាក់បានឃើញអស់រយៈពេល 4000 ឆ្នាំមកហើយនៅក្រោមភ្នំក្នុងប្រទេសចិនមានទន្លេបាតហូដែលកំពុងបំពុលដីនៅជុំវិញនោះនៅក្នុងប្រទេសឥណ្ឌានៅពីក្រោយទ្វារដែកដែលមានរូបពស់វែកមានមាសច្រើនជាងនៅក្នុងឃ្លាំងរបស់ប្រទេសភាគច្រើនទៅទៀតទ្វារត្រូវបានបិទជិតហើយសោក៏នៅតែជាប់ប៉ុន្តែសំណួរមិនមែនស្ថិតនៅលើអ្វីដែលនៅពីក្រោយទ្វារទាំងនោះទេសំណួរគឺតើនរណាជាអ្នកសម្រេចថាយើងមិនគួរដឹងពីរឿងនេះហើយហេតុអ្វីបានជាយើងដែលជាអាឲ្យធរដែលអាចបំបែកអាតូមនិងបានទៅដល់ឋានព្រះច័ន្ទនៅតែបន្តគោរពតាមការហាមឃាត់របស់មនុស្សជំនាន់មុនដែលសូម្បីតែកង់ក៏មិនស្គាល់ផងនោះ